កាលពីព្រេងនាយមានគ្រួសារមួយគ្រួសាររស់នៅជាមួយគ្នាប៉ុន្តែពុំដែលមានសុភមង្គលសោះដោយសារតែមានប្តីប្រមាថពូជ័យមិនដែលចេះជួយធ្វើការអ្វីទេគិតតែពីផឹកស្រារករឿងដល់មីងច័ន្ទជារៀងរាល់ថ្ងៃនិងវាយធ្វើបាបកូនផងដែរនៅថ្ងៃមួយពូជ័យក្រោកផឹកស្រាទាំងព្រឹកព្រលឹមរហូតដល់ថ្នាក់មីងជ័យគាត់អត់ទ្រាំមិនបានក៏ណែនាំពី3ម៉ាត់ទៅហើយក៏បង្កើតបានជារឿងឆ្លោះទាស់តែងគ្នាហើយព្រែកផឹកនេះផឹកថាជាតិអើយជាតិបាច់ចាំផឹកមានគ្នាអីផឹកតែឯង500កាសវឹង1000កាសវឹងដែរនេះហើយបងហើយបងល្មមឈប់ផឹកហើយបងមើលគេម្នាក់ខំប្រឹងរកស៊ីណាមិនដូចបងទេណាមួយកូនធំអស់ហើយកូនណាចេះអាណិតកូនយ៉ាមីកាចាំនេះឯងអញក្តីចិត្តទាំងប្រតាអញមិនអាណិតទេទៅអាណិតអីកូនអញខំផឹកចង់ដាច់ក្រពះទៅហើយយេបងឯងអីក៏ខំស្រែកយ៉ាងនេះមិនចេះខ្មាស់គេទេឬអញសួរថាខ្មាស់អាណារាល់ថ្ងៃនេះអញទិញស្រាផឹកខ្លួនអញមិនបានទៅសុំអាណាផឹកអញ្ចឹងសើដាច់ខ្យល់ងប់ទៅក្រែងមានគេសរសើរអីយ៉ាចេះហ៊ានតមាត់ជាមួយអញទៀតហ៊ានណាស់ហ៊ានដាក់ទំនាយអញផងបានអញទុកមិនបានប្រដៅយូរហ៊ានថ្កើនដាក់អញផងចង់មើលអញប្រដៅនាងឯងឲ្យដឹងដែរម្ដងកុំចេះតែហ៊ានជាមួយប្តីទៀតយេអានេះអញប្រាប់វាត្រឹមត្រូវទេតែវាវិញបែរជាហាឡើងចង់ដៃជើងជាមួយអញមើលអញធាក់ធ្លាក់ពីលើផ្ទះនេះបាត់ក៏ឥឡូវហើយម៉ែវាអើយអ្នកចិត្តខាងយើងវាឆ្លោះគ្នាទៀតហើយមើលទៅគិតទៅមួយថ្ងៃវាមិនគិតធ្វើស្អីទេគិតតែឆ្លោះគ្នានឹងឯងរកតែយើងដេកពួនមិនបានអញ្ចឹងបានថាឯងមិនមានកូនមិនមានចៅនឹងគេឲ្យមានយ៉ាងម៉េចបើមួយថ្ងៃគិតតែពីតាមដានវាពីអ្នកប្តីប្រពន្ធឆ្លោះគ្នារកតែឯងស្វិតតិចតួចមិនបានទេមែនអត់ជីវាយេក៏តបទៅកាន់តាវិញថាយេតាកញ្ចាស់នេះមិនដឹងជានិយាយស្អីប្រេះផ្ដាស់អញ្ចឹងទេមានដល់តែកូនហើយមានទាំងចៅទៅទៀតហើយមកនិយាយចឹងបានកូនអីឯណាទៀតនេះឆាប់ទៅជួយនឹងចាំទៅមិនដឹងជាប្តីវាងាប់ហើយតែដឹងបារវល់តែផ្អែមយ៉ាងនេះនោះបាទអូនទៅមើលតែឯងចុះបងមិនចង់ដឹងរឿងគេទេអាម៉េចអញ្ចឹងបងរឿងគ្នាវាទេអូនកុំទៅខ្វល់ជាមួយវាអីយេបងឯងអីក៏ដាច់ចិត្តយ៉ាងនេះអញ្ចឹងខ្ញុំត្រឡប់មើលម្នាក់ឯងសិនហើយតាក៏តបទៅកាន់យាយដោយក្តីបារម្ភថាកុំប្រយ័ត្នខៀវភ្នែកបងគ្រាន់តែប្រាប់ទេណាអូនពេលតាយាយត្រឡប់មើលឃើញប្រពន្ធនៅពីលើប្តីហើយវាប្តីឯប្តីនោះវិញគិតតែស្រែកថាងាប់ទៅនាងឯងលើកក្រោយកុំចេះតែហ៊ានជាមួយអញទៀតបើមិនអញ្ចឹងទេអញនឹងវាយនាងឯងទាល់តែងាប់ហើយយាយអើយខ្ញុំថាហើយវាគ្មានស្អីទេបានតែស្រែកហ្នឹងយេតានេះចាស់ថាមិនមកទេអីក៏មកលឿនម្ល៉េះចឹងអស់ព្រលឹងខ្ញុំអស់ហើយយេអាណាអីក៏ដាច់ដាបចង់ដឹងរឿងរបស់គេម្ល៉េះនេះកុំតែអញជួបដៃវៃមេកាចាំទេកុំអីដឹងតែបីផ្នែករបស់អញហើយអានាងតាយាយលើពូជ័យនិយាយបែបនេះហើយក៏បបួលគ្នាត្រឡប់ទៅផ្ទះវិញតោះយាយទៅផ្ទះយើងវិញមិនបាច់ជួយវាទេទុកឲ្យប្រពន្ធវាវាឲ្យងាប់ទៅអាក្មេងឆ្លើយនេះយេនៅមិននៅមកឲ្យវាចេះលេងទាល់តែបានអញយ៉ាប់ណាស់យាយវាឯងនេះខ្ញុំប្រាប់ហើយថាកុំមកមិនជឿខ្ញុំទេទាល់តែគេចេះលេងលើកក្រោយឲ្យរៀងតាឯងចេះតែមកថាឲ្យខ្ញុំមកតែចង់ដឹងរឿងគេទាំងពីរនាក់សោះខ្ញុំមើលនេះ
កើមកដើម្បីការពារយាយទេព្រោះខ្លាចវាវាយដោយទាំងយាយទៀតតែមកដល់ឃើញអញ្ចឹងអីអស់អារម្មណ៍អស់ផ្លូវមិនទាន់ច្បាស់ផងពួកចេក្រោកដកមេតុនកទាំងព្រឹងអមលីឃើញហើយសង្វែកចិនក៏និយាយណែនាំទៅអើយចៃអើយចៃល្មមឈប់ផឹកហើយប្រយ័ត្នងប់ចោលប្រពន្ធកូនប៉ាឯងងាប់ទៅគេយកប្តីថ្មីទៀតហើយគេមិនដេកអប់ខ្មោចទេពួកចេក៏តបទៅទាំងកំហឹងស្រាថាយេអាណាអីក៏ហ៊ានប្រដៅអញផងគិតតែពីខ្លួនឯងទៅមិនបាច់មកចេះប្រដៅអញទេអញចេះគិតហើយពូគ្រាន់តែដាស់តឿនទេទាន់នៅអាចកែខ្លួនបានតែធ្លាក់ខ្លួនឈឺទៅដឹងតែចប់ហើយអាក្មួយទោះស្ដាយក្រោយក៏យឺតពេកដែរអូពូអើយពូនិយាយអញ្ចឹងខ្ញុំភ្ញាក់ខ្លួនព្រឺតដូចខ្មោច7ថ្ងៃទៅតែដឹងខ្លួនតែពូខ្ញុំបានផឹកស្រាមកជាយូរឆ្នាំហើយធ្វើម៉េចអាចផ្ដាច់ស្រាបានទៅពូលីក៏តបទៅកាន់ពូជ័យវិញថាក្មួយឯងចង់ផ្ដាច់ស្រាមិនពិបាកទេខ្លាចក្រែងតែក្មួយឯងស្រឡាញ់ស្រាជាងខ្លួនទៅទៀតធ្វើឲ្យស្រាដឹកមកពូជ័យក៏តបទៅកាន់ពូលីទៀតថាតែពូខ្ញុំមិនព្រមឲ្យស្រាដឹកមុខខ្ញុំតទៅទៀតទេខ្ញុំល្ងងពេកហើយដែលខំផឹកវាជាច្រើនឆ្នាំចុងក្រោយប៊ីងាប់ប៊ីរស់គ្រួសាររងទុក្ខវេទនាក្មួយឯងគិតអញ្ចឹងល្អហើយពូលាទៅសិនហើយប្រញាប់ទៅជួយដំបៃប្រពន្ធកូនផងពូលីចេញទៅបាត់ធ្វើឲ្យពូជ័យត្អូញត្អែតែម្នាក់ឯងថាពុទ្ធោខ្ញុំអើយខ្ញុំពិតជាអាក្រក់ពេកហើយដែលយកស្រាសំខាន់ជាងប្រពន្ធកូនធ្វើឲ្យប្រពន្ធកូនខ្ញុំរងទុក្ខវេទនាលំបាកដោយសារតែខ្ញុំចាប់តាំងពីថ្ងៃនេះទៅខ្ញុំឈប់ផឹកស្រាទៀតហើយនឹងធ្វើជាមនុស្សល្អក្នុងសង្គមជួយប្រពន្ធកូនកសាងសុភមង្គលតទៅមុខទៀតថារួចហើយពូជ័យក៏ងើបដើរត្រឡប់ទៅផ្ទះវិញហើយបោះចោលកំប៉ុងស្រានៅទីនោះម៉ែមកពុកព្រឹកនេះប្លែកណាស់ប្រហែលជាឈប់ផឹកហើយមើលទៅព្រោះអត់ទៅផឹកផងកូនអ្នកផឹកមិនឈប់ទេផឹកទល់ងាប់នឹងឯងមិនទៅផឹកដោយសារប្រហែលជាឈឺកាពះឬក៏អត់មានដៃគូផឹកហើយខ្លាចថាអត់មានលុយទៅផឹកណាកូនបើមិនចឹងមិនឈប់ទេកូនអើយម៉ែកូនមិនមានន័យអញ្ចឹងទេប្រហែលជាពុកគាត់ឈប់ផឹកម៉ែណាម៉ែកូនចេះតែជឿពុតអ្នកផឹកតើកូនព្រឹកហ្នឹងមិនដឹងជាខ្មោចចូលស្អីទេបានមិនទៅនោះធម្មតាប៉ុណ្ណឹងបាត់ទៅហើយប្រឡប់បានឃើញចូលមកដល់បង្ករឿងឆ្លោះគ្នាវល់ពេញផ្ទះម៉ែធុញថប់ណាស់កូនហើយកូនម៉ែកុំគិតអញ្ចឹងមើលគិតពុកក្នុងផ្លូវល្អខ្លះផងពុកប្រហែលជាមិនផឹកទៀតទេមើលទៅគាត់ចេះជួយកិច្ចការងារផ្ទះមើលអញ្ចឹងគួរឲ្យស្រឡាញ់ណាកូនពុកកូនណាគួរឲ្យស្រឡាញ់ណាស់ឲ្យតែកុំផឹកអត់ទេម៉ែឯងសាជឿពុកម្ដងមើលព្រោះពុកអញឈប់មែនណាព្រោះពុកប្រាប់កូនពីម្សិលមិញកូនចេះតែជឿសម្ដីអ្នកផឹកតកើតដែរឆ្កែកន្ទុយខ្វៀនគឺនៅតែខ្វៀនអញ្ចឹងណាកូនតាមតែចិត្តម៉ែចុះកូនមិនថាអីទេអញ្ចឹងចាំមើលតែពុកឈប់ម៉ែណាម៉ែមានអីកូនបើពុកកូនឯងឈប់ផឹកម៉ែក៏សប្បាយចិត្តដែរណាកូនគ្រួសារយើងវានឹងបានសុខសាន្តគេកុំសូវឆ្លោះតែគ្នាម៉ែខ្មាស់គេណាកូនអើយបាទម៉ែថ្ងៃមួយពូជ័យដើរទៅផ្សារក៏កាត់ផ្ទះពូឆើតក៏ស្រែកហៅពូជ័យឲ្យចូលមកផឹកស្រាជុំគ្នាអើយជ័យឯងដើរទៅណាតណៃមកចូលផឹកស្រាលេងផ្ទះគ្នាសិនគ្នាទិញស្រានិងសាច់ខ្លែមមកច្រើនណាស់កាលបើពូជ័យលើពូឆើតហៅហើយក៏បដិសេធជាលើកដំបូងមិនចូលទៅពិសាស្រាធ្វើឲ្យពូឆើតងឿងឆ្ងល់ជាខ្លាំង
តែអាសំឡាញ់គ្នាឈប់ផឹកស្រាហើយចម្លើយពាក្យមួយម៉ាត់នេះធ្វើឲ្យពូឆើតមានការភ្ញាក់ផ្អើលជាខ្លាំងហើយក៏លួនមាត់សើចហើយក៏និយាយទៅកាន់ពូជ័យថាតើឯងកើតអីបានជាឈប់ផឹកស្រាលឿនយ៉ាងនេះអាសំឡាញ់ពូជ័យក៏និយាយតបទៅកាន់ពូឆើតថាគ្នាមិនបានកើតអីទេគ្នាផឹកស្រាមកជាយូរហើយណាមួយគ្នាមិនចង់ឲ្យស្រាដឹកមុខគ្នាតទៅទៀតបើមិនឈប់ផឹកទេច្បាស់ណាស់ជាងាប់ចោលប្រពន្ធកូនហើយឯងក៏ល្មមឈប់ផឹកសប្បាយទៀតទៅគួរណាចេះអាណិតប្រពន្ធផងអាសំឡាញ់និយាយរួចហើយពូជ័យក៏ដើរចេញទៅទុកឲ្យពូឆើតនិយាយដឺដងដល់ពូជ័យថាយីឯងអីក៏ធ្វើជាត្រឹមត្រូវម្ល៉េះលៀងគូតឯងឲ្យជ្រះសិនទៅចាំមកប្រដៅអញចេះមកធ្វើជាត្រឹមត្រូវអីអាណារាល់ដងហើយអញផឹកតែរហូតសោះចាប់ណាស់អាចៃនេះហើយបើវាមិនផឹកស្រាជាមួយទេក៏មិនអីដែរលោកពូជ័យត្រឡប់មកដល់ផ្ទះភ្លាមក៏រត់រស់ដាំបាយដាំទឹកចាំប្រពន្ធកូនមានម្ហូបច្រើនមុខត្រៀបត្រារួចហើយក៏ហៅប្រពន្ធមកពិសាបាយជុំគ្នាអើយអូនរៀបចំខ្លួនមកមកញ៉ាំបាយជុំគ្នាទាន់បាយនៅក្តៅៗមីងច័ន្ទគ្រាន់តែក្រឡេកឃើញប្តីចេះរៀបចំបាយទឹកធ្វើម្ហូបចាំធ្វើឲ្យគាត់សប្បាយចិត្តជាខ្លាំងប៉ុន្តែគាត់ធ្វើមុខជាធម្មតាហើយសួរទៅកាន់ពូជ័យដោយក្តីងឿងឆ្ងល់ថាតើបងកើតអីប៉ុន្មានថ្ងៃនេះបានជាមកធ្វើល្អជាមួយប្រពន្ធកូនម្លេះតើបងមានអ្វីចូលសន្ធិដ្ឋក្នុងខ្លួនបងឬបានជាមកធ្វើត្រឹមត្រូវដាក់ប្រពន្ធកូនពូជ័យក៏ឆ្លើយតបទៅកាន់ប្រពន្ធវិញថាបងមិនមានអ្វីចូលសន្ធិដ្ឋក្នុងខ្លួនបងទេគឺបងគ្រាន់តែចង់ធ្វើជាប្តីដែលល្អសម្រាប់អូនហើយនឹងកូនប៉ុណ្ណោះហើយបងចង់ផ្សះផ្សារាល់កំហុសខុសឆ្គងបងកន្លងមកឲ្យបងសុំទោសដែលបងយកស្រាធ្វើជាធំហើយភ្លេចប្រពន្ធកូនអូនចង់វាយបងជេរបងតាមតែចិត្តអូនចុះបងមិនខឹងអូនទេមីងច័ន្ទក៏តបទៅកាន់ប្តីថាមិនអីទេបងឲ្យតែបងគិតថាចង់កែខ្លួនអូននិងកូនក៏សប្បាយចិត្តដែរពូជ័យឮប្រពន្ធនិយាយដូច្នេះហើយគាត់សប្បាយចិត្តជាខ្លាំងហើយក៏អរគុណប្រពន្ធបងអរគុណអូនឯងច្រើនហើយដែលអូនឯងល្អជាមួយបងមករហូតទោះបីបងធ្វើអាក្រក់យ៉ាងណាក៏អូននៅតែលើកលែងទោសឲ្យបងមីងច័ន្ទក៏ញញឹមហើយនិយាយទៅកាន់ពូជ័យថាមិនអីទេបងឲ្យតែបងចង់កែខ្លួនយ៉ាងហោចណាស់អូននិងកូនក៏សប្បាយចិត្តហើយមនុស្សយើងគ្មានអ្នកណាមួយដែលកើតមកហើយមិនចេះខុសទេប៉ុន្តែខុសចេះកែគឺជារឿងត្រឹមត្រូវនិងជារឿងល្អបំផុតដែលគ្រប់គ្នាចង់បានដោយពាក្យចាស់លោកតែងតែពោលព្រានប្រដៅកូនចៅថាលោកថាឆ្កួត3ឆ្កួត1នឹងស្រីឆ្កួត1នឹងស្រាឆ្កួត1នឹងលបែងអំពើពាលាឆ្កួតនេះហៅមហាឆ្កួតក្រៃកន្លងចារឿងនីតិរបស់នាងខ្ញុំសន្មតថាចាប់ដោយបរិបូរសូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានស្ដាប់រឿងនាងខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរឲ្យពុកម៉ែបងប្អូនមានសុខភាពល្អសំណាងល្អសូមអរគុណ